រួចទ្រង់មានព្រាបបន្ទូលពាក្យព្រាបប្រដូចនេះថាមានបុរសម្នាក់មានដើមល្វាដុះក្នុងចំការខ្លួនគាត់បានមករកផលផ្លែពីដើមនោះតែគ្មានសោះក៏និយាយទៅអ្នករក្សាចំការថាមើល3 ឆ្នាំមកហើយខ្ញុំមករកផលផ្លែពីដើមល្វានេះមិនដែលបានសោះដូច្នេះចូលកាប់ចូលទៅទុកឲ្យនៅបង្ខាតដីធ្វើអីតែអ្នកនោះឆ្លើយថាសូមលោកទុកនៅ1 ឆ្នាំទៀតសិនចាំខ្ញុំជ្រួយដីហើយដាក់ជីឡូមើលក្រែងកើតមានផលផ្លែឡើងបើគ្មានទេនោះសូមកាប់ចូលទៅចុះប៉ុន្តែចូលរៀនសេចក្តីប្រៀបប្រដូចពីដើមល្វាកាលណាមេឃវាត្រឡប់ជាទួនហើយស្លឹកក៏បិចឡើងនោះអ្នករាល់គ្នាដឹងថារដូវក្តៅជិតដល់ហើយដំណើរនេះក៏បែបដូច្នោះដែរកាលណាឃើញការទាំងនេះកើតមកត្រូវដឹងថាលោកជិតមកដល់ហើយក៏នៅមុតទ្វារផងខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមនុស្សដំណរនេះនឹងមិនទាន់កន្លងហួសបាត់ទៅទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ផ្ទៃមេឃហើយផែនដីនឹងកន្លងបាត់ទៅតែពាក្យខ្ញុំមិនដែលបាត់ឡើយកាលនោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទនិងក្នុងអស់ទាំងផ្កាយហើយនៅលើផែនដីនឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសនិងសេចក្តីទល់គំនិតដោយព្រោះសូរសន្ធឹករបស់សមុទ្រនឹងរលកមនុស្សនឹងស្រយុតចិត្តហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដីត្បិតអស់ទាំងអំណាចនៅលើមេឃនឹងត្រូវក៏ក្រើករំពើនោះគេនឹងឃើញកូនមនុស្សមកលើពពកមានទាំងព្រះចេស្តានិងសិរីល្អជាខ្លាំងកាលណាការទាំងនេះចាប់តាំងកើតមកនោះឲ្យអ្នករាល់គ្នាងើបមើលទៅលើពីព្រោះសេចក្តីប្រលោះរបស់អ្នករាល់គ្នាជិតដល់ហើយ